សួស្តីប្រិយមិត្តដែលនិយមតាមដានរឿងគេមិនព្រមដេកពួននេះគឺជារឿងមួយដែលល្បីនៅកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកដែលជនល្មើសប្រព្រឹត្តនៅបទឧក្រិដ្ឋលើសពី200ដងករណីនេះត្រូវបានគេដាក់ចំណងជើងថា Golden State Killer ហើយចំណងជើងនេះផងដែរមិនអាចបកប្រែជាភាសាខ្មែរបានទេហើយបើបង្ខំបកជាភាសាខ្មែរគឺមានចំណងជើងថាអ្នកសម្លាប់កម្រិតមាសប្រចាំរដ្ឋហើយបើបកប្រែឲ្យស្រួលស្ដាប់គឺមានន័យថាកំពូលអ្នកសម្លាប់ប្រចាំរដ្ឋអស់រយៈពេល12ឆ្នាំដ៏គួរឲ្យភ័យខ្លាចស្រមោលខ្មៅមួយបានលងបន្លាចរដ្ឋកាលីហ្វ័រញ៉ាជាស្រមោលខ្មៅដែលធ្វើដំណើរឆ្លងកាត់សង្កាត់ដ៏ស្ងប់ស្ងាត់មួយនៃជាយក្រុងដោយបន្សល់ទុកនៅការរំលោភបំពានរបួសផ្លូវចិត្តនិងការស្លាប់ជាដើមគាត់ត្រូវបានគេស្គាល់ដោយឈ្មោះជាច្រើនក្នុងនោះមាន Visalia Ransacker S Area Rapids Original Night Stalker ដែលឈ្មោះនីមួយៗតំណាងឲ្យករណីថ្មីដែលមានអំពើហិង្សាកាន់តែខ្លាំងជាងមុនក្នុងរឿងរ៉ាវនៃឧក្រិដ្ឋកម្មដែលរួមមានឃាតកម្មយ៉ាងហោចណាស់13ករណីការរំលោភជាង50ករណីនិងការលួចចូលផ្ទះ120ករណីទៀតអស់រយៈពេលជាច្រើនទសវត្សរ៍គាត់នៅតែជាស្រមោលខ្មៅដែលអត្តសញ្ញាណរបស់គាត់នៅតែបន្តលាក់កំបាំងដោយសារតែបច្ចេកវិទ្យានៃសម័យនោះនៅមានដែនកំណត់បុរសដែលត្រូវបានគេស្គាល់ថា Joseph James DeAngelos ជាអតីតមន្ត្រីប៉ូលីសទីបំផុតត្រូវបានលាតត្រដាងមិនមែនដោយសារការងារប៉ូលីសធម្មតានោះទេប៉ុន្តែដោយសារការបញ្ចូលគ្នានៃបដិវត្តន៍វិទ្យាសាស្ត្រសេននិងការស៊ើបអង្កេតពីមួយជំហានទៅមួយជំហានដើម្បីឈានទៅរកកំណត់អត្តសញ្ញាណបុរសនោះករណីនេះគឺជាការសម្គាល់ដ៏សំខាន់មួយក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌដែលជាកំណត់ត្រាច្បាស់លាស់មួយអំពីរបៀបដែលការស៊ើបអង្កេតមួយត្រូវបានបង្កក់ក្នុងពេលវេលាមួយរួចក៏ត្រូវបំបែកបានដោយសារការច្នៃប្រឌិតនៃផ្នែកវិទ្យាសាស្ត្របទនេះផ្ដល់នូវការវិភាគផ្នែកនីតិសាស្ត្រនិងសង្គមវិទ្យាដ៏ជាក់លាក់មួយអំពីការស៊ើបអង្កេតដោយតាមដានការវិវត្តវិទ្យាសាស្ត្រនីតិសាស្ត្រតាមរយៈការតាមប្រមាញ់ជនទុច្ចរិតដ៏សាហាវបំផុតម្នាក់នៅសហរដ្ឋអាមេរិកឧក្រិដ្ឋកម្មរបស់ទីតក Golden State Killer បានកើតឡើងពាសពេញរដ្ឋកាលីហ្វ័រញ៉ាក្នុងទសវត្សរ៍ឆ្នាំ1970និងឆ្នាំ1980ជាយុគសម័យមួយនៃតំបន់ជាយក្រុងដែលកំពុងរីកចម្រើនហើយរដ្ឋាភិបាលក៏បានសន្យាថានឹងផ្ដល់សុវត្ថិភាពឲ្យប្រជាជនប៉ុន្តែត្រូវបានបំផ្លាញដោយមិនអាចពន្យល់បានសមត្ថភាពរបស់ជនល្មើសក្នុងការប្រព្រឹត្តបទល្មើសហើយរួចផុតពីទោសទណ្ឌគឺជាលទ្ធផលផ្ទាល់ពីដែនកំណត់នៃផ្នែកបច្ចេកវិទ្យានិងនីតិវិធីកាលសម័យនោះទីភ្នាក់ងារអនុវត្តច្បាប់ត្រូវបានញែកដាច់ពីគ្នាដោយមិនអាចចែករំលែកព័ត៌មានបានយ៉ាងទូលំទូលាយនោះទេអវត្តមាននៃមូលដ្ឋានទិន្នន័យ DNA ទូរស័ព្ទដៃឬប្រព័ន្ធឃ្លាំមើលយ៉ាងទូលំទូលាយបានបង្កើតបរិយាកាសមួយងាយស្រួលដល់ជនល្មើសដែលមានល្បិចកលនិងមានការយល់ដឹងផ្នែកកុសលវិច័យផងនោះភាពហួសចិត្តនិងគួរឲ្យខ្លាចនៃករណីនេះគឺថាសម្រាប់រជ្ជកាលឧក្រិដ្ឋកម្មភាគច្រើនរបស់លោក Joseph DeAngelo ផ្ទាល់ក៏ជាមន្ត្រីប៉ូលីសម្នាក់ដែរគាត់បានបម្រើការជាមួយនឹងនាយកដ្ឋានប៉ូលីស Exeter នៅឆ្នាំ1973ដល់ឆ្នាំ1976និងនាយកដ្ឋានប៉ូលីស Auburn នៅឆ្នាំ1976ដល់ឆ្នាំ1979បទពិសោធន៍វិជ្ជាជីវៈនេះបានផ្ដល់ឲ្យគាត់នូវការយល់ដឹងយ៉ាងស៊ីជម្រៅអំពីនីតិវិធីរបស់ប៉ូលីសបច្ចេកទេសស៊ើបអង្កេតនិងសំខាន់ជាងនេះទៅទៀតគឺដែនកំណត់នៃការងាររបស់ប៉ូលីសនោះឯងគាត់ដឹងពីរបៀបជៀសវាងការបន្សល់ស្នាមម្រាមដៃនិងរបៀបសម្លុតគំរាមកំហែងនិងធ្វើឲ្យមនុស្សបាក់ស្បាតគាត់រស់នៅជីវិតធម្មតាជាស្វាមីនិងជាឪពុកដែលតាមរូបរាងខាងក្រៅគឺជាអ្នកជិតខាងធម្មតាទាំងដែលគាត់កំពុងធ្វើសកម្មភាពឃោរឃៅរបស់គាត់ដោយសម្ងាត់
ភាពមិនស្មោះត្រង់នេះរួមផ្សំជាមួយនឹងចំណេះដឹងរបស់គាត់អំពីយុទ្ធសាស្ត្រអនុវត្តច្បាប់បានធ្វើឲ្យគាត់ក្លាយជាតោឈ្មោលដ៏កំណាចក្នុងសម័យកាលរបស់គាត់ហើយគាត់គឺជាស្រមោលខ្មៅលាក់ខ្លួននៅក្នុងប្រព័ន្ធដែលកំពុងតាមប្រមាញ់គាត់ស៊ើបអង្កេតលើឃាតករ Golden State Killer គឺជារឿងរ៉ាវនៃយុគសម័យកសលវិច័យពីរទី1គឺសម័យកាលដែលវិទ្យាសាស្ត្រមានដែនកំណត់និងបច្ចេកវិទ្យាទំនើបដែលមិននឹកស្មានដល់ពេលដែលឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្តលើនៃករណីនេះបានស្ថិតនៅស្ងៀមអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនៅក្នុងភស្តុតាងជីវសាស្ត្រដែលត្រូវបានរក្សាទុកនៅទសវត្សរ៍ឆ្នាំ1970និងឆ្នាំ1980បច្ចេកវិទ្យាទំនើបបំផុតសម្រាប់ការវិភាគភស្តុតាងបែបនេះគឺ Forensic Serology បច្ចេកវិទ្យានេះពាក់ព័ន្ធនឹងការវាយតម្លៃប្រភេទឈាម ABO ដែលជាវិធីសាស្ត្រមួយអាចកំណត់តែប្រភេទជនសង្ស័យប៉ុណ្ណោះមិនអាចកំណត់អត្តសញ្ញាណពួកគេជាវិជ្ជមានបានទេវាអាចប្រាប់ថាជនសង្ស័យគឺជាបុរសប៉ុន្តែមិនអាចចង្អុលបុគ្គលណាម្នាក់បានឡើយបដិវត្តន៍លើកដំបូងបានកើតឡើងនៅក្នុងឆ្នាំ2001ជាមួយនឹងការអនុវត្តការវិភាគ STR មិនដូចវិធីសាស្ត្រចាស់ៗទេការវិភាគ STR គឺជាការវិភាគស្នាមរាមដៃតែមួយគត់តាមរយៈការបង្កើតទម្រង់ STR ពីកន្លែងកើតហេតុពីរផ្សេងគ្នាក្នុងរដ្ឋកាលីហ្វ័រញ៉ាក្រុមអ្នកស៊ើបអង្កេតបានបង្ហាញតាមបែបវិទ្យាសាស្ត្រថាជនល្មើសគឺជាបុរសតែម្នាក់នេះគឺជារបបកំហើញដ៏ធំមួយដែលបានបង្រួបបង្រួមករណីនេះប៉ុន្តែវានាំទៅរកភាពជោគជ័យដ៏លំបាកទម្រង់ STR របស់ឃាតករត្រូវបានផ្ទុកឡើងនៅក្នុងមូលដ្ឋានទិន្នន័យ DNA ប្រមត្តនជាតិ CODIS យ៉ាងណាក៏ដោយជនល្មើសមិនដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋដែលតម្រូវឲ្យមានការស្នើយកគំរូ DNA នោះទេបច្ចេកវិទ្យាចុងក្រោយក្នុងវិស័យកសលវិច័យហ្សែនគឺការវិភាគដោយប្រើ IgG យើងមកដឹងពីភាពខុសគ្នានៃបច្ចេកវិទ្យាទាំងនេះទី1ប្រព័ន្ធ CODIS ប្រើសញ្ញា STR ប្រហែល20ប៉ុណ្ណោះរីឯ IgG ប្រើ SNP រាប់រយពាន់ដែលផ្ដល់ព័ត៌មានបានលម្អិតជាងឆ្ងាយណាស់ហើយចំពោះបញ្ហាមិនស្របគ្នាទម្រង់ STR និងទម្រង់ SNP មិនអាចប្រើជាមួយគ្នាបានទេដូច្នេះអ្នកស៊ើបអង្កេតត្រូវត្រឡប់ទៅរកភស្តុតាងចាស់ៗដែលមានអាយុកាលរាប់ទសវត្សរ៍វិញគេបានរកឃើញដំណោះស្រាយដ៏ល្អឥតខ្ចោះមួយពីឧបករណ៍ផ្លូវភេទដែលគេបានប្រើក្នុងការរំលោភដែលត្រូវបានរៀបចំនិងបង្កក់ទុកយ៉ាងល្អិតល្អន់តាំងពីទសវត្សរ៍ឆ្នាំ1980បានផ្ដល់នូវ DNA គុណភាពខ្ពស់សម្រាប់ការវិភាគ SNP ចុងក្រោយបច្ចេកទេស IgG នេះហើយដែលបានកាត់ទោសឃាតករ Golden State Killer អ្នកស៊ើបអង្កេតបានបង្ហោះទម្រង់ SNP ថ្មីទៅកាន់គេហទំព័រសាធារណៈ GetMatch ហើយមិនបានរកឃើញឃាតករទេប៉ុន្តែបានរកឃើញសាច់ញាតិឆ្ងាយរបស់គាត់ទំនងជាបងប្អូនជីដូនមួយទី3ឬទី4ក្នុងរយៈពេលជាង4ខែអ្នកជំនាញបានបង្កើតដើមឈើគ្រួសារយ៉ាងយកចិត្តទុកដាក់ដោយស្វែងរកចំណុចមួយដែលខ្សែស្រឡាយប្រសពគ្នានៃគ្រួសារផ្សេងគ្នាការលាយបញ្ចូលគ្នានៃបច្ចេកវិទ្យាហ្សែននិងការងារស៊ើបអង្កេតបែបប្រពៃណីនេះនៅទីបំផុតអាចចង្អុលបង្ហាញទៅកាន់ Joseph James DeAngelo ដើម្បីបញ្ជាក់ពីការសង្ស័យអ្នកស៊ើបអង្កេតបានឃ្លាំមើលគាត់ហើយបានប្រមូល DNA បោះចោលរបស់គាត់ពីវត្ថុដែលប្រើប្រាស់រួចទម្រង់ STR ស្តង់ដារមួយត្រូវបានបង្កើតចេញពីគំរូនេះហើយវាជាការផ្គូផ្គងដ៏ល្អឥតខ្ចោះទៅនឹងទម្រង់ឧក្រិដ្ឋកម្មដែលស្ថិតនៅក្នុង CODIS អស់រយៈពេលជាច្រើនឆ្នាំក្នុងអំឡុងពេលស៊ើបអង្កេតដំបូងអ្នកស៊ើបអង្កេតពឹងផ្អែកលើភស្តុតាងរូបពន្ធដែលមិនសូវច្បាស់លាស់ហើយការវិភាគស្នាមរាមដៃត្រូវបានចាត់ទុកថាជាស្តង់ដារដ៏ល្អបំផុតប៉ុន្តែជនល្មើសចេះអំពីកសលវិច័យតែងតែពាក់ស្រោមដៃធ្វើឲ្យការងារនេះកាន់តែពិបាកគួររំលឹកឡើងវិញផងដែរថាមុនពេលមានប្រព័ន្ធ AFIS ក្នុងទសវត្សរ៍ឆ្នាំ1970ការប្រៀបធៀបស្នាមរាមដៃត្រូវបានធ្វើឡើងដោយដៃជាមួយនឹង Philippinate
ក្រយៅដៃរាប់ពាន់សន្លឹកដែលចំណាយពេលជាច្រើនថ្ងៃឬច្រើនសប្តាហ៍ហើយគ្មានប្រសិទ្ធភាពទេប្រសិនបើគ្មានជនសង្ស័យច្បាស់លាស់រីឯភស្តុតាងផ្សេងទៀតដូចជាស្នាមស្បែកជើងនិងស្នាមឧបករណ៍ក៏ត្រូវបានស៊ើបអង្កេតដែរប៉ុន្តែការវិភាគពឹងផ្អែកយ៉ាងខ្លាំងទៅលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកពិនិត្យដោយគ្មានស្តង់ដារច្បាស់លាស់ភស្តុតាងប្រភេទនេះអាចបង្ហាញបានត្រឹមតែថាស្របគ្នានឹងម៉ាកឬទំហំជាក់លាក់ណាមួយប៉ុណ្ណោះប៉ុន្តែมันអាចភ្ជាប់ទៅនឹងប្រភពតែមួយយ៉ាងច្បាស់លាស់នោះទេចំណុចដែលគួរកត់សម្គាល់គឺថាមរតកពិតប្រាកដនឹងអាស្រ័យលើរបៀបដែលសង្គមបង្កើតក្របខ័ណ្ឌគ្រប់គ្រងបច្ចេកវិទ្យានេះប្រកបទៅដោយការទទួលខុសត្រូវលោក Joseph James DeAngelo ដែលជាឈ្មោះហៅក្រៅកើតនៅថ្ងៃទី8 ខែវិច្ឆិកាឆ្នាំ1945នៅ New York សហរដ្ឋអាមេរិកគាត់បានប្រព្រឹត្តបទល្មើសឃាតកម្មលើសពី13ករណីការរំលោភលើសពី50ករណីនិងការលួចចូលផ្ទះគេលើសពី120ករណីគាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី24 ខែមេសាឆ្នាំ2018នៅទីក្រុង Citrusរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកតុលាការបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតចំនួន13ដងជាប់គ្នាហើយបច្ចុប្បន្នកំពុងជាប់ឃុំនៅពន្ធនាគាររដ្ឋកាលីហ្វ័រញ៉ាទីក្រុងកូកូរ៉ាំ